គេបានប្រទះឃើញសត្វចម្លែកម្យ៉ាងដែលប្រយុទ្ធគ្នាជាមួយនឹងត្រីបាឡែនយ៉ាងសាហាវអ្នកនរគ្នារឿងនេះបានកើតឡើងនៅឆ្នេរសមុទ្រនៃ South Africa ក្នុងឆ្នាំ1924ដោយសាក្សីជាច្រើនអ្នកនឹងបានអះអាងថាពួកគេបានឃើញសត្វដ៏ធំសម្បើមមួយកំពុងប្រយុទ្ធជាមួយត្រីបាឡែនពីរក្បាលការប្រយុទ្ធនោះគឺបានបន្តអស់រយៈពេលប្រហែល3ម៉ោងអ្នកនរគ្នាមនុស្សដែលឈរមើលពីឆ្នេរនិយាយថាសត្វនេះមានរាងចម្លែកខ្លាំងពួកគេបានពិពណ៌នាថាវាមានរោមពណ៌សក្រាស់ដូចជាខ្លាឃ្មុំមានកន្ទុយវែងដូចជាបង្កងឬដូចជាកន្ទុយដំរីអ្នកនរគ្នាអ្នកខ្លះទៀតថែមទាំងនិយាយថាវាមានដៃដូចជាដំរីដែលអាចវាយទៅលើត្រីបាឡែនបានទៀតផងដោយសារតែរូបរាងវាមិនដូចសត្វសមុទ្រណាមួយដែលគេស្គាល់មនុស្សក៏ចាប់ផ្ដើមហៅវាថា Trango ពី3ថ្ងៃក្រោយមកមានសាកសពដ៏ធំមួយអណ្ដែតមកដល់ឆ្នេរគួរឲ្យសោកស្ដាយមែនទែននៅពេលនោះអត់មានអ្នកវិទ្យាសាស្ត្រទៅពិនិត្យនោះឡើយក៏មិនមានការយកឆ្អឹងឬសំណាក់ DNA ទុកផងដែរអ្វីដែលនៅសល់នឹងមានតែរឿងរ៉ាវនិងការរាយការណ៍ពីសាក្សីតែប៉ុណ្ណោះអស់រយៈពេលជាច្រើនទសវត្សរ៍មនុស្សជាច្រើនជឿថា Trango គឺជាសត្វសមុទ្រអាថ៌កំបាំងមួយដែលមិនធ្លាប់ត្រូវបានវិទ្យាសាស្ត្ររកឃើញនោះឡើយប៉ុន្តែនៅឆ្នាំ2010អ្នកស្រាវជ្រាវបានរកឃើញរូបថតចាស់ៗមួយចំនួនដែលគេជឿថាជាសាកសពរបស់ Trango បន្ទាប់ពីបានពិនិត្យរូបថតទាំងនោះអ្នកជំនាញជាច្រើនបានសន្និដ្ឋានថាសត្វនោះទំនងជាមិនមែនជាសត្វថ្មីនោះទេអ្នកនរគ្នាហើយទៅវិញវាអាចជាសាកសពរបស់ត្រីបាឡែនតែសាច់របស់វារលួយហើយស្រទាប់សរសៃពណ៌សដែលនៅសល់ធ្វើឲ្យមើលទៅដូចជារោមក្រាស់ៗដូច្នោះដែរបាតុភូតនេះត្រូវបានគេស្គាល់ថាជា Gloucester គឺជាសាកសពសត្វសមុទ្រដែលរលួយរហូតបាត់បង់រូបរាងដើមនិងធ្វើឲ្យមនុស្សគិតថាវាជាសត្វចម្លែកថ្មីទោះបីជាយ៉ាងណាក៏ដោយមនុស្សមួយចំនួននៅតែមិនជឿលើការពន្យល់មួយនេះអ្នកនរគ្នាពួកគេបានអះអាងថាសាក្សីជាច្រើនបានឃើញ Trango នៅរស់និងកំពុងប្រយុទ្ធជាមួយត្រីបាឡែនមុនពេលដែលវាអណ្ដែតមកដល់ឆ្នេរសមុទ្រដូច្នេះពួកគេជឿថា Trango អាចជាសត្វដែលមិនទាន់ត្រូវបានរកឃើញចុះសម្រាប់អ្នកនរគ្នាវិញគិតយ៉ាងម៉េចដែរសូមខមមិននៅខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក